បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះសូមបង្ហាញឡានបុកបាទឡានកាត់តជូនពុកម៉ែបងប្អូនទេសនាបងប្អូនបាទឡាននេះឡាន Highlander បងប្អូនណាបាទឡាននេះប៉ះមុខគួសមបាទប៉ះធ្ងន់និយាយទៅបាទគេដូរសាច់អញ្ចាំងថ្ពណ៌សងខាងហើយសាក់ស៊ីគេប្រលេះកាត់មកកណាត់មុខអញ្ចឹងណាបាទឡាននេះគឺឡានគេរៀបលក់ឡើងវិញហើយគេធ្វើជាលើកទី2បងប្អូនបាទគ្រាន់តែវាប្រេះថ្នាំគេធ្វើឡើងវិញឲ្យស្អាតអញ្ចឹងណាហើយឡាននេះខ្ញុំសុំជាងគេថតទេបងប្អូនបាទនេះបាទសាក់ស៊ីគេប្រលេះមកកាត់មុខអញ្ចឹងណាបាទហ្នឹងហើយសាក់ស៊ីនេះគេប្រលេះមកកាត់មុខនឹងហើយសាច់អញ្ចាំងថ្ពាល់បាទខាងក្នុងហ្នឹងគេដូរហើយបងប្អូនបាទគាត់តែជាងគាត់រៀបចំធ្វើជាលើកទី2អញ្ចឹងណាបាទហើយពុកម៉ែបងប្អូនទេសនាមើលទៅឡានអញ្ចឹងបងប្អូនឆ្លាញ់អត់បាទហើយតម្លៃគឺទៅតាមនឹងអញ្ចឹងណាបងប្អូនបាទហ្នឹងហើយនេះខាងក្នុងគឺបាញ់ជះចូលហើយបងប្អូនបាទបើដោយសារវាប្រេះថ្នាំបាទហើយសម្រាប់ឡាននេះគឺខ្ញុំថតចូលមួយឆ្នាំជាងហើយបងប្អូនបាទមកដាក់ចិត្តធ្វើការចែករំលែកជូនពុកម៉ែបងប្អូនទេសនាបាទពីឡានរបៀបនេះបងប្អូនបាទឡាននេះគឺសាក់ស៊ីខាងមកកណាត់ក្រោយហ្នឹងគឺនៅស្រីនេះបងប្អូនបាទគេអូសកៅឡើងវិញកាត់ពណ៌អញ្ចាំងសងខាងហ្នឹងគេដូរបាទកៅហ្នឹងស្រីនេះបងប្អូនបាទគេសាច់អញ្ចាំងហ្នឹងស្រីគេយកមកដូរបងប្អូនណាបាទហើយសាក់ស៊ីគេកាត់មកកណាត់មុខហ្នឹងហើយបងប្អូនបាទដោយសារឡាននេះប្រហែលជាគេទិញក្បាលមកគេលៃកាត់តាណានៅល្អគេຕົកកន្លែងណាខូចគេដូរអញ្ចឹងណាបងប្អូនបាទនឹងជាងបច្ចេកទេសទេបងប្អូនបាទសម្រាប់វីដេអូនេះផងដែរបាទគឺជាការចែករំលែកនៃការមើលឡានបាទហើយក៏អត់មានផ្សាយបងប្អូនណាដែលលក់ឡានស្ទើរដែរបងប្អូនណាអធិស្ឋានមែនតើគ្រាន់តែជាចំណេះដឹងចែកជូនពុកម៉ែបងប្អូនទេសនាបាទអញ្ចឹងសាច់អញ្ចាំងថ្ពាល់បាទខាងហ្នឹងក៏លើកៅគេស៊ីណែដោយសារគេដូរហើយបាទហើយដែរខ្ញុំឆ្អល់ហ្នឹងគឺជាកៅដែលគេអូសបាទគេជាបាទតំសាក់ស៊ីហ្នឹងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទសូមជម្រាបលាបាទសូមអរគុណ